យើងមានសេចក្តីអត់ធន់នឹងកណ្ណាគុណម្ចាស់ញាតិញោមបងប្អូនចាំណាចាំថាជីវិតនេះកើតមកដើម្បីសេចក្តីអត់ធន់មិនមានសេចក្តីអត់ធន់អត់បានទេពីព្រោះជីវិតវាត្រូវឃ្លានវាត្រូវស្រេកវាត្រូវឈឺវាត្រូវនេះវាត្រូវនោះវាត្រូវមានរឿងទាំងអស់ដែលមកដល់នេះណាហើយបើយើងមិនចេះអត់ធន់ទេធ្វើម៉េចបានសម្រេចគុណធម៌ទេធ្វើម៉េចបានទៅជាព្រះពុទ្ធបានទៅជាព្រះបច្ចេកពុទ្ធបានទៅជាអគ្គសាវកពុទ្ធបើមិនចេះត្រមទេនោះហើយបើវាមិនមានរឿងសម្រាប់ឲ្យត្រមទេព្រះបរមពុរិស័ទបានការកសាងខន្តិបារមីនឹងមកពីណាតាមពិតវាតលតែមានរឿងសម្រាប់ឲ្យទ្រាំណាបានវាចេះមានខន្តីបារមីនឹងទៅកើតវាត្រូវតែមានអ្នករតីស្ដីថានឹងណាវាតលតែមានអ្នករតីបញ្ចើបញ្ចោពីជួសមិនសោកនិយាយទៅពីទៅផ្ទះសពគ្រប់នឹងមករវាចេះតែមានរឿងឈឺរឿងលំបាករឿងទុក្ខរឿងនេះរឿងនោះក្នុងជីវិតសពគ្រប់អញ្ចឹងបានជាសេចក្តីអត់ធន់នឹងយើងត្រូវសន្សំបានទៅជាបារមីបើចិត្តតែអីបានដូចចិត្តអីបានដូចចង់នោះយើងបានខន្តីមកពីណាអានឹងអញ្ចឹងហើយបើអត់ខន្តីទេធ្វើម៉េចបានត្រាស់ដឹងអរិយសច្ចធម៌អានឹងយើងត្រូវយល់អញ្ចឹងណាយើងត្រូវយល់ថាអ្វីដែលមកដល់ជីវិតនេះគឺមកដើម្បីយើងទ្រាំហើយដែលទ្រាំនឹងជាការចម្រើនគុណសំខាន់ណាស់នឹងសំខាន់ណាស់ដែលយើងអាចចម្រើនភាវនាបាននឹងដោយសេចក្តីអត់ធន់ណាគឺការដែលយើងមានសិលសមាធិមានបញ្ញាចម្រើនគុណទាំងអស់នឹងបានដោយសេចក្តីអត់ធន់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអញ្ចឹង